ថ្ងៃនេះខ្ញុំនឹងបង្ហាញពីការដាក់វីដេអូមួយឬច្រើនឲ្យនៅពីលើវីដេអូមួយទៀតមានន័យថាជាការប្រើប្រាស់ overlay ដូចជាវីដេអូមួយនេះគឺខ្ញុំបន្ថែមបាទវីដេអូមួយនៅពីលើវីដេអូដើមរបស់ខ្ញុំឬក៏បាទការដាក់វីដេអូពីលើពីក្រោមគ្នាបែបនេះឬក៏ការផ្ទឹមវីដេអូបែបនេះអញ្ចឹងវាសុទ្ធសឹងតែជាការប្រើប្រាស់ overlay ចឹងបងប្អូនចង់ដឹងថាតើនៅក្នុងកម្មវិធីវិញយើងធ្វើដូចម្ដេចបាទទៅមើលខ្ញុំបង្ហាញជូនដូចតទៅបាទជាដំបូងបងប្អូនចូលទៅកាន់កម្មវិធីវិញមកបាទបន្ទាប់មកបងប្អូនជ្រើសរើសយក new project បាទនៅពេលនោះបងប្អូនបាទជ្រើសរើសបាទវីដេអូដើមមួយរបស់យើងបាទអញ្ចឹងខ្ញុំយកវីដេអូរបស់ខ្ញុំនេះបាទហើយខ្ញុំចុច start បាទឧទាហរណ៍ថាខ្ញុំពិពណ៌នារឿងអីមួយបន្ទាប់មកខ្ញុំចង់ឲ្យវីដេអូណាមួយលេចឡើងនៅពីមុខវីដេអូរបស់ខ្ញុំដើមហ្នឹងអញ្ចឹងបងប្អូនបាទមើលមកផ្នែកខាងក្រោមនេះបាទមើលមកផ្នែកខាងក្រោមបងប្អូនមករកពាក្យថា overlay បាទអញ្ចឹងបងប្អូនចុច overlay ហើយបងប្អូនទៅរើសវីដេអូនោះមកឧទាហរណ៍ថាឥឡូវខ្ញុំពិពណ៌នារឿងបាទវិស័យទេសចរចុះខ្ញុំជ្រើសរើសវីដេអូមួយដែលមានភ្ញៀវទេសចរដើរលេងច្រើនបងប្អូនឃើញទេបាទអញ្ចឹងវីដេអូហ្នឹងវាលោតមកហើយបងប្អូនចង់ពង្រីកពង្រួមគឺបានគ្រាន់តែប៉ះលើវាបន្ទាប់មកបងប្អូនធ្វើដៃ zoom in zoom out ទៅគឺវីដេអូហ្នឹងវាធំតូចទៅតាមអ្វីដែលយើងចង់បានហ្នឹងឃើញទេឧទាហរណ៍ខ្ញុំរីការឿងហ្នឹងមួយខ្ញុំឲ្យវីដេអូហ្នឹងលេចឡើងអញ្ចឹងហើយនេះគឺជាការប្រើប្រាស់ overlay បាទចំណុចមួយទៀតការប្រើ overlay ដូចគ្នាគឺការដាក់វីដេអូពីលើនិងពីក្រោមគ្នាអញ្ចឹងមុននឹងបងប្អូនធ្វើការដាក់ពីលើពីក្រោមហ្នឹងបងប្អូនគួរតែទៅកំណត់បាទទម្រង់វីដេអូយើងជាមុនសិនពីព្រោះថានៅពេលដែលយើងដាក់លើក្រោមគ្នាអញ្ចឹងទម្រង់វីដេអូរបស់យើងវាត្រូវតែជាទម្រង់ប្រឈរហើយបើសិនជាយើងអត់ដាក់ប្រឈរទេវាមើលទៅវាអត់សមបាទអញ្ចឹងយើងកំណត់ទម្រង់ហ្នឹងគឺបងប្អូនមើលមកផ្នែកខាងក្រោមហើយបងប្អូនមករកពាក្យថា canvas នេះបងប្អូននេះ canvas បន្ទាប់មកខ្ញុំយកទម្រង់បញ្ឈរដើម្បីដាក់វីដេអូលើក្រោមគ្នាទៅវាសមបាទខ្ញុំយកបញ្ឈរហើយខ្ញុំចុច text បាទអញ្ចឹងបងប្អូនត្រូវឈរលើវីដេអូដើមយើងអាចរំកិលវីដេអូហ្នឹងដាក់ពីលើឬក៏ពីក្រោមអញ្ចឹងខ្ញុំរំកិលវាបាទឲ្យវានៅពីខាងលើចុះបើវីដេអូមួយហ្នឹងបងប្អូនបាទខ្ញុំយកវាទៅលើហើយខ្ញុំបរិចវាបន្តិចបាទនេះវីដេអូរបស់យើងទី1ហ្នឹងគឺវានៅខាងលើហើយអញ្ចឹងបងប្អូនទៅយកវីដេអូមួយទៀតគឺបងប្អូនត្រូវប្រើ overlay ដដែលបាទអញ្ចឹងបងប្អូនមើលមកផ្នែកខាងក្រោមណាបាទបងប្អូន tick មួយសិនបងប្អូនបើឃើញសញ្ញា tick នេះបងប្អូនចង់ទៅធ្វើអីផ្សេងបងប្អូនត្រូវ tick មួយសិនបន្ទាប់មកបងប្អូនមើលមកផ្នែកខាងក្រោមនេះបងប្អូនទៅរកពាក្យថា overlay បាទនេះ overlay បន្ទាប់មកយើង add វីដេអូមួយទៀតចូលមកបាទទីហោះថាឥឡូវខ្ញុំយកវីដេអូនេះចូលបាទហើយបងប្អូនអាចបរិយារួមបានដោយដាក់វានៅផ្នែកខាងក្រោមបាទអញ្ចឹងវីដេអូមួយហ្នឹងវានឹងដើរដំណើរគ្នាហើយបាទគឺវាមាន2បែបហ្នឹងបងប្អូនចង់រំកិលវាចុចលើវាឲ្យជាប់ហើយអូសវាមកបាទហើយខ្ញុំ play បងប្អូនមើលឃើញទេបាទអញ្ចឹងវីដេអូ2ហ្នឹងវាដើរដំណើរគ្នាបាទបងប្អូនចង់បន្ថែមវីដេអូទៀតបងប្អូនចុច overlay ដដែលមកបាទឥឡូវយើងមកមើលការផ្ទឹមវីដេអូវិញម្ដងយើងនៅតែប្រើប្រាស់ overlay ដដែលបាទប៉ុន្តែនៅពេលដែលបងប្អូនផ្ទឹមវីដេអូដូចខ្ញុំបង្ហាញជូនហ្នឹងបងប្អូនគួរតែបាទយកទម្រង់ផ្ដេកបាទពីព្រោះថាវាមើលទៅទំនងបាទអញ្ចឹងបងប្អូនអាចចូលទៅបដូរយកទម្រង់ផ្ដេកដូចខ្ញុំនេះមកបន្ទាប់មកបងប្អូនចូលទៅយកបាទវីដេអូមួយទៀតដែលបងប្អូនចង់ផ្ទឹមគ្នាអញ្ចឹងបងប្អូនចូល overlay បន្ទាប់មកឧទាហរណ៍ថាឥឡូវខ្ញុំចង់ផ្ទឹមវីដេអូហ្នឹងជាមួយនឹងបាទវីដេអូមួយនេះចោះបាទហើយវាចូលមកហើយអញ្ចឹងខ្ញុំគ្រាន់តែសកត់លើវីដេអូហ្នឹងឲ្យជាប់ដើម្បីយកវាឲ្យមកស្មើទៅនឹងវីដេអូដើមរបស់យើងឥឡូវវាស្មើគ្នាឃើញទេបាទបន្តមកទៀតបងប្អូនចង់យកវាដាក់ខាងឆ្វេងឬខាងស្ដាំបងប្អូនចុចលើវាហើយបងប្អូនអូសវាមកបរិចវាមកចង់ឲ្យវានៅខាងឆ្វេងឬក៏ខាងស្ដាំបាទឥឡូវឲ្យវានៅខាងស្ដាំចុះហើយចំពោះវីដេអូដើមរបស់យើងបងប្អូនត្រូវចុចលើវីដេអូដើមរបស់យើងបន្ទាប់មកបងប្អូនរំកិលមកបងប្អូនឃើញទេបាទឥឡូវវីដេអូ2ហ្នឹងវាទន្ទឹមគ្នាឃើញទេបងប្អូនអាច play ទៅគឺវាដើរដំណើរគ្នាហើយបាទប្រសិនបើបងប្អូនយើងចង់កែតម្រូវឬក៏កាត់បាទវីដេអូនៅក្នុង overlay នេះប្រយ័ត្នតែរកអត់ឃើញបងប្អូនណាឧទាហរណ៍ថាខ្ញុំ take កន្លែងនេះចុះពេលដែលបងប្អូនចង់កែឃើញទេបើអត់ឃើញ overlay ហ្នឹងវាស្ថិតនៅខាងលើឬខាងក្រោមវីដេអូដើមរបស់យើងទីអញ្ចឹងធ្វើម៉េចមិនថាកម្មវិធី Wing ឬកម្មវិធីណាមួយទេបងប្អូនយកវីដេអូចូលតាមផ្លូវណាយកតាមប្រឡោះណាបងប្អូនចង់កែចង់កាត់បងប្អូនត្រូវចូលទៅតាមផ្លូវនឹងវិញបាទអញ្ចឹងចង់កែចង់កាត់ overlay ឬក៏ចង់បន្ថែមបងប្អូនត្រូវឈរលើ overlay បាទចូលទៅ overlay ទៅគឺបងប្អូននឹងឃើញ
បើបងប្អូននឹងឃើញវីដេអូដែលបងប្អូនបាន add ចូលឧទាហរណ៍ថាឥឡូវ overlay នឹងមាន5 6គឺវាតគ្នា5 6ហ្នឹងបើវាមាន1គឺវាមាន1តែអញ្ចឹងទេបងប្អូនឃើញទេបាទបងប្អូនចង់កាត់ចង់កែគឺអាចកែបានទៅតាមតម្រូវការចំណុចមួយទៀតតាក់ទងទៅនឹងការប្រើប្រាស់ overlay នេះទៀតសោតបងប្អូនពេលដែល add បាទវីដេអូដើមដាច់ខាតត្រូវតែវែងជាងឬក៏ស្មើ overlay បើសិនជាវីដេអូដើមវាមានតែ1នាទីឧទាហរណ៍អញ្ចឹងណាស្រាប់តែ overlay យើងគឺមានចំនួនរហូតដល់5នាទីបាទវីដេអូដែលយើងត្រូវដាក់ពីលើហ្នឹងមាន5នាទីអញ្ចឹងនៅពេលដែលបងប្អូន add ចូលគឺវាកាត់ឲ្យស្មើទៅនឹងវីដេអូដើមហើយវាអត់ដាក់ឲ្យ5នាទីដូចអ្វីដែលយើងចង់បានទេអញ្ចឹងធ្វើម៉េចគឺបងប្អូនត្រូវតែ add វីដេអូដើមហ្នឹងឲ្យគ្រប់5នាទីដែរមកយើងអាចទាញវាបានយើងអាចទាញវាកន្លែងនេះបងប្អូននេះឃើញទេយើងអាចទាញវាព្រីកវាបានឃើញទេបាទយើងអាចព្រីកវាបានហើយអញ្ចឹងប្រយ័ត្នកន្លែងហ្នឹងបងប្អូនបានអរគុណនេះជាការបង្ហាញជូនតាក់ទងទៅនឹងការប្រើប្រាស់ overlay ហើយវាជាចំណុចសំខាន់មួយដែលយើងតែងតែប្រើប្រាស់ពិសេសគឺការកាត់តវីដេអូច្រើនកលើគ្នាបាទអញ្ចឹងបងប្អូនអាចធ្វើតាមខ្ញុំបង្ហាញជូននឹងទៅហើយបើសិនមានចម្ងល់ផ្សេង comment ខាងក្រោមមកខ្ញុំនឹងឆ្លើយជូនបន្ថែមទៀតយើងនឹងជួបគ្នានៅវីដេអូក្រោយជាបន្តទៀតបាទ